នេះជាបទព្រះពុទ្ធទ្រង់ផ្ដាំព្រះអានន្ទរៀបនឹងបរិនិព្វានណែប្អូនអើយអានន្ទអាណុចភ្ងាចូលមកអាយណាកុំកាន់តើយតថាគតណែចិត្តនឹមពីហើយអ្នកអើយអ្នកចូលប្រុងចាំស្ដាប់ព្រះធម៌ឬព្រះវិន័យណែដែលអញ្ញើយតថាទាំងស្នាប្រាប់មេអានន្ទចូលចាំទុកជាច្បាប់ជាក្បួនសម្រាប់មេអានន្ទអ្នកអំណះអង្គពីតថាគតទៅធម៌វិន័យនៅមានសារៈណែបានជាសាស្តាល្អពិនទាំងទូលមានអង្គអ្នករាល់រូបព្រះធម៌814,000ណែព្រះធម្មមគ្គខណ្ឌមានខ្លឹមសារដែលតាំងថាគតត្រាស់ទេសនានឹងបានជាដល់ចាំមកមនាលបានអាណុចបើអ្នកនៅមើលថែសាសនាផងដឹកនាំពួកសត្វឲ្យបានឆ្លងរួចពីចំណងវត្តសង្ឃសាបាននៅសល់ពួកសត្វខាងក្រោយនន់អើយទុកឲ្យព្រះសេងអាយដឹកនាំទៀតណែចុងណានន់ណាតថាគតរំលត់ណែចូលនឹកពៀនមួយទៀតណែភិក្ខុនៃបរិ
សត្វណាក្តីស្ដាប់ឲ្យបានណែវាសង្ឃមាសិកាទាំងប៉ុន្មានមានចិត្តស្មងស្មានណែប្រតែងបាត់ប្រព្រឹត្តណែគោរពដោយត្រឹមត្រូវតម្រូវទៅតាមបទបញ្ញត្តិណែអ្នកនោះឈ្មោះថាបានចែងចាត់ប្រតិបត្តិបូជាតាំងថាគុណជាការបូជាដល់អត់ដំបូជាគ្រូចាំយ៉ាងម៉ត់ចត់ណែគឺការបូជាដោយប្រតិបត្តិត្រូវតាមបែបបទណែពុទ្ធធម៌វិទមនាលភិក្ខុទាំងឡាយក្នុងសាសនាចូលផ្ចង់បញ្ញាកុំប្រមាទណែខំប្រឹងព្យាយាមដោយអោហាតស្មឹងស្មាតស្វែងរកប្រយោជន៍ខ្លួនព្រោះថាសង្ខារធម៌ទាំងឡាយតែងបែកខ្ចាត់ខ្ចាយមិនមមមួនណែថាទុកមិនណែទៀងរបស់ខ្លួនស្មានដោយចំនួនណែមិនបានណែឡើយណែអស់ឯភិក្ខុនឹងអានន្ទណែចូលស្ដាប់មកឲ្យទាន់កុំកាន់តើយបណ្ដាំនេះជាបំផុតហើយអ្នកអើយចូលចងត្រង់ស្ដាប់មែ